បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីទៅកាន់សិស្សានុសិស្សទាំងអស់គ្នាពិសេសគឺសិស្សានុសិស្សថ្នាក់ទី9អញ្ចឹងនៅក្នុងថ្ងៃនេះដែរលោកគ្រូនឹងលើកយកមេរៀនគណិតវិទ្យាថ្នាក់ទី9គឺមេរៀនទី12ទ្រឹស្ដីបទពីតាកើយកមកបង្ហាញដល់បងប្អូនអញ្ចឹងនេះគឺជាវីដេអូកូដគណិតមួយដែលនិយាយពីខ្លឹមសារនៃចំណុចដែលយើងត្រូវរៀនគឺយើងរៀនចំណុចទី3ត្រីកោណមាត្របាទអញ្ចឹងនៅក្នុងនោះយើងសិក្សាចំណុច 3.1 ផលធៀបត្រីកោណមាត្រក្នុងត្រីកោណកែងអញ្ចឹងយើងមានត្រីកោណ ABC មួយដែលជាត្រីកោណកែងត្រង់ A អញ្ចឹងបងប្អូនដឹងហើយថាជ្រុង BC ដែលជាជ្រុងឈាមទៅនឹងមុំកែងយើងឲ្យឈ្មោះថា hypotenuse អញ្ចឹងនៅក្នុងនេះគឺយើងធ្វើការកត់សម្គាល់ទៅលើមុំស្រួចបាទ2អញ្ចឹងនៅក្នុងនោះលោកគ្រូធ្វើការកត់សម្គាល់ទៅលើមុំសេនេះអញ្ចឹងឧបមាថាមុំសេនេះលោកគ្រូតាំងរបស់ alpha នៅពេលដែលយើងគិតទៅលើមុំស្រួចមុំសេដែលមានរបស់ alpha នេះនៅពេលនោះជ្រុង AC ដែលជាប់នឹងមុំ alpha ហ្នឹងគេឲ្យឈ្មោះថាជាជ្រុងជាប់វិញចំណែកជ្រុង AB ដែលជាជ្រុងឈាមជាមួយនឹងមុំមានរបស់ alpha នេះគេហៅថាជ្រុងឈាមវិញអញ្ចឹងនៅក្នុងត្រីកោណមាត្រគឺគេមានតម្លៃចំនួន3ទី1គឺគេនិយាយអំពីស៊ីនេះគឺគេកំណត់សរសេរតាំងដោយ SIN ហើយរាល់តម្លៃនេះគឺគេតែងសរសេរជាប់ជាមួយនឹងមុំដែលយើងកំណត់យកគឺមុំ alpha អញ្ចឹងយើងអានថាស៊ីនេះនៃមុំ alpha អញ្ចឹងជាទូទៅគេកំណត់យកស៊ីនេះនៃមុំ alpha គឺស្មើនឹងជ្រុងឈាមលើ hypotenuse អញ្ចឹងនៅក្នុងរូបត្រីកោណ ABC យើងអាចនិយាយបានថា AB លើ BC មួយទៀតគឺជា cosinus អញ្ចឹង cosinus គេកំណត់សរសេរដោយ COS បាទនៃមុំ alpha អញ្ចឹងយើងអានថា cos នៃមុំ alpha បាទដែលស្មើនឹងផលធៀបជ្រុងជាប់លើ hypo បាទអញ្ចឹងនៅក្នុងរូបយើងជ្រុងជាប់គឺ AC hypo គឺ BC មួយទៀតគឺជាតង់សង់បាទតង់សង់គេកំណត់សរសេរដោយ TAN បាទភ្ជាប់ជាមួយនឹងមុំដែលមានរបស់ alpha យើងអានថាតង់សង់នៃមុំ alpha ដែលតង់សង់នៃមុំ alpha នេះគឺវាស្មើនឹងផលធៀបជ្រុងឈាមលើជ្រុងជាប់បាទដែលវាត្រូវនឹង AB លើ AC បន្តមកទៀតយើងរៀនអំពី 3.2 តារាងតម្លៃផលធៀបត្រីកោណមាត្រនៃមុំពិសេសអញ្ចឹងតារាងតម្លៃនៃមុំពិសេសគឺយើងគិតតែ5មុំទេគឺយើងគិតទៅលើមុំ0មុំ30ដឺក្រេមុំ45មុំ60និងមុំ90ដឺក្រេបាទអញ្ចឹងនេះគឺជាតម្លៃមុំ alpha បាទមាន5ដឹងហើយនឹងស៊ីនីសកូស៊ីនីសនិងតង់សង់អញ្ចឹងឥឡូវបងប្អូនមើលណានៅត្រង់ជួរឈរស៊ីននិងជួរដេក30ដឺក្រេបាទអញ្ចឹងពីរជួរហ្នឹងគឺវាប្រសពគ្នានៅត្រង់តម្លៃ1 លើ 2អញ្ចឹងកន្លែងហ្នឹងគេចង់បញ្ជាក់ថាបាទស៊ីនីស alpha ហ្នឹងគឺយើងយក alpha ស្មើ30ដឺក្រេគឺមានន័យថាស៊ីនីស30ដឺក្រេស្មើ1 លើ 2បាទឥឡូវយើងមើលទៅលើជួរឈរកូស alpha ហ្នឹងជួរដេក45ដឺក្រេបាទអញ្ចឹងកន្លែងហ្នឹងគឺយើងហៅថាកូស៊ីនីសនៃមុំ45អញ្ចឹងកន្លែងដែលប្របទាំងពីរនឹងជួបគ្នាគឺនៅត្រង់តម្លៃឬ2 លើ 2អញ្ចឹងយើងកំណត់ថាកូស៊ីនីស45ដឺក្រេគឺស្មើនឹងឬ2 លើ 2ឥឡូវយើងមើលតង់សង់នៃមុំ alpha ឥឡូវយើងប្រសពគ្នាជាមួយនឹង60ដឺក្រេបាទអញ្ចឹងពីរហ្នឹងគឺកន្លែងដែលវាជួបគ្នាគឺនៅត្រង់ឬ3បាទអញ្ចឹងមានន័យថា
តង់សង់នៃមុំ60ដឺក្រេគឺស្មើនឹងរឹស3បាទអញ្ចឹងសនេះកូសនេះនិងតង់សង់គឺមានតម្លៃផ្សេងពីគ្នាទៅតាមមុំរបស់វាដែលយើងមានដូចជាមុំ0មុំ30មុំ45មុំ60និងមុំ90ដឺក្រេឥឡូវយើងចូលមកមើលការអនុវត្តលំហាត់បន្ទាប់ពីយើងស្គាល់ផលធៀបត្រីកោណមាត្រទាំង3ហើយនឹងតារាងតម្លៃមុំពិសេសឥឡូវយើងមើលលំហាត់ទី1គណនាប្រវែងជ្រុង AC ដែលស្គាល់មុំ C ស្មើ60ដឺក្រេនិងជ្រុង BC ស្មើ3ឬ5សង់ទីម៉ែត្រអញ្ចឹងយើងចង់រកប្រវែង AC បាទអញ្ចឹងនៅក្នុងលំហាត់គេប្រាប់មុំ1គឺមុំ C ដែលខុសពីមុំកែងហើយនឹង BC នេះជាអ៊ីប៉ូទៅនោះហើយជ្រុងដែលគេរកបើយើងធៀបជាមួយនឹងមុំ60គឺជាជ្រុងជាប់អញ្ចឹងនៅក្នុងនោះគេរកជ្រុងជាប់ហើយនឹងគេប្រាប់របស់ជ្រុងដែលជាអ៊ីប៉ូអញ្ចឹងតកតងជាមួយនឹងជ្រុងជាប់នឹងអ៊ីប៉ូគឺយើងត្រូវប្រើកូសនេះបាទអញ្ចឹងនៅក្នុងលំហាត់ហ្នឹងគឺយើងប្រើកូសនេះនៃមុំ60ដឺក្រេបាទអញ្ចឹងមុំ60ដឺក្រេហ្នឹងគឺមុំ C យើងអាចថាកូសនៃមុំ C គឺស្មើ AC លើ BC អញ្ចឹងយើងទាញរក AC អញ្ចឹងនាំឲ្យ AC គឺស្មើនឹង BC គុណជាមួយនឹងកូសនៃមុំ C បាទអញ្ចឹងយើងចំនួនតម្លៃលេខ BC 3ឬ5គុណជាមួយនឹងកូសនៃមុំ60អញ្ចឹងយើងដឹងហើយថាកូសនៃមុំ60បាទគឺស្មើនឹង1លើ2អញ្ចឹងយើងបាន3ឬ5គុណនឹង1លើ2បាទអញ្ចឹងចម្លើយ AB យើងបានស្មើនឹង3ឬ5លើ2គិតជាសង់ទីម៉ែត្រឥឡូវយើងមើលលំហាត់ទី2គេនាប្រវែងជ្រុង AB បាទដោយស្គាល់មុំ A 30ដឺក្រេនិងជ្រុង BC ស្មើ2សង់ទីម៉ែត្របាទអញ្ចឹងជ្រុងដែលយើងរកគឺ AB បើយើងគិតធៀបជាមួយនឹងមុំ30ដឺក្រេគឺវាជ្រុងជាប់ហើយបំរាប់ដែលគេប្រាប់គឺគេប្រាប់ BC ដែលជាជ្រុងឈោមបាទអញ្ចឹងវាតកតងជាមួយនឹងជ្រុងជាប់និងជ្រុងឈោមអញ្ចឹងផលធៀបត្រីកោណមាត្រដែលយើងត្រូវយកមកប្រើគឺយើងប្រើតង់សង់បាទអញ្ចឹងយើងអាចសរសេរថាតង់សង់នៃមុំ A គឺស្មើនឹង BC លើ AB អញ្ចឹងយើងទាញរក AB បាទតាមតំណែងទំនងនោះយើងអាចទាញបានថា AB គឺស្មើនឹង BC លើតង់សង់នៃមុំ A អញ្ចឹងយើងចំនួនតម្លៃលេខបាទវាស្មើនឹង2លើតង់សង់នៃមុំ30បាទអញ្ចឹងតង់សង់នៃមុំ30គឺស្មើរឹស3លើ3យើងបាន2ចែកនឹងរឹស3លើ3បាទស្មើ2គុណនឹង3លើរឹស3អញ្ចឹង AB គឺស្មើនឹង6លើរឹស3សង់ទីម៉ែត្របាទអញ្ចឹងវីដេអូបង្រៀននេះគឺមានប៉ុណ្ណឹងសម្រាប់ជូនបងប្អូនទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាបងប្អូននឹងបានមើលវីដេអូបង្រៀននេះទាំងអស់គ្នាហើយយើងនឹងជួបគ្នានៅម៉ោងបន្ទាប់ហើយយើងនឹងលម្អិតទៅលើមេរៀននេះបន្ថែមទៀតបាទអញ្ចឹងសូមអរគុណសូមជម្រាបលា